បងអើយម៉ាស៊ីនគិតលុយស្តុកថ្មីនេះគឺមកដល់ទីរៃបងប៉ុន្តែសម្រាប់ស្តុកថ្មីនេះគ្រាន់តែថាឃើញមកដល់ភ្លាមគឺថាឲ្យក្រុមការងារដកម៉ាស៊ីនចេញពីការដើម្បីធ្វើការតេស្តហើយក៏ដូចជាតម្លើងជាមួយនឹងប្រព័ន្ធគ្រប់គ្រងអាជីវកម្មហើយព្រោះដោយសារកំឡុងពេលនេះគឺមានភាពគាត់កក់ច្រើនមែនទែនព្រោះដោយសារយើងធ្វើ promotion ណាហើយគ្រាន់តែយើងធ្វើ promotion នោះមានភ្ញៀវដែលគាត់តាក់ទងមកច្រើនហើយគាត់ក៏កក់ជាមួយនឹងម៉ាស៊ីនច្រើនដែរអញ្ចឹងគ្រាន់តែឃើញម៉ាស៊ីនមកគឺថាឲ្យក្រុមការងារដកមកតែឲ្យភ្ញៀវមុនហើយក៏ដូចជាតម្លើងជាមួយនឹងប្រព័ន្ធគ្រប់គ្រងអាជីវកម្មឲ្យរួចស្រេចដើម្បីធានាថាមុនពេលដែលយើងដាក់ជូនភ្ញៀវគឺម៉ាស៊ីនក៏ដូចជាប្រព័ន្ធគ្រប់គ្រងអាជីវកម្មគឺថារលូន smooth ឲ្យភ្ញៀវគាត់ប្រើដោយងាយស្រួលបំផុតតែម្ដងហើយជាពិសេសគឺកែតម្រង់ invoice ទៅតាមតម្រង់ដែលបងគាត់ចង់បានទៀតអញ្ចឹងណាបងអូហើយឥឡូវនេះគឺយើងមាន promotion គម្រប់ខួប13ឆ្នាំរបស់ក្រុមហ៊ុន TSD ទៀតគឺថាចុះ 50% off ជូនបងតែគ្នាតែម្ដងអញ្ចឹងបើសិនជាបងចង់តម្លើងណាបងតម្លើងឲ្យហើយចំណេញខ្លាំងអេក្រង់មួយក៏បានអេក្រង់ពីរក៏បានពណ៌ខ្មៅក៏បានពណ៌សក៏បានដែរបើនិយាយពីប្រព័ន្ធគ្រប់គ្រងអាជីវកម្មរបស់ក្រុមហ៊ុន TSD វិញបងអើយស្រួលប្រើខ្លាំងអញ្ចឹងបងអាចអញ្ជើញមកមើលម៉ាស៊ីនផ្ទាល់បាន